បច្ចុប្បន្នភាពវឌ្ឍនភាពសំណង់ J Tower 3 ខែកក្កដាឆ្នាំ2026សូមស្វាគមន៍មកកាន់វីដេអូបច្ចុប្បន្នភាពវឌ្ឍនភាព J Tower 3 ប្រចាំខែកក្កដាឆ្នាំ2026ដែលជាគម្រោងអគារខ្ពស់ដ៏លេចធ្លោមួយរបស់ប្រទេសកម្ពុជានិងជានិមិត្តរូបនៃឧត្តមភាពផ្នែកវិស្វកម្មនិងសំណង់របស់ប្រទេសជប៉ុនអភិវឌ្ឍដោយក្រុមហ៊ុន Tanichu Group មកពីប្រទេសជប៉ុនគម្រោង J Tower 3 ត្រូវបានរចនាឡើងដើម្បីក្លាយជាអគារខ្ពស់ជាងគេបំផុតនៅកម្ពុជាបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សកណ្ដាលរាជធានីភ្នំពេញអគារដ៏អស្ចារ្យនេះនឹងមានកម្ពស់ប្រមាណ333ម៉ែត្រនិងមាន77ជាន់ដែលនឹងបង្កើតស្តង់ដារថ្មីសម្រាប់ការរស់នៅបែបប្រណិតនិងស្ថាបត្យកម្មទំនើបនៅកម្ពុជាគម្រោងនេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់ប្រទេសជប៉ុនចំពោះភាពជាក់លាក់ការច្នៃប្រឌិតគុណភាពសំណង់និងនិរន្តរភាពរយៈពេលវែងគិតត្រឹមខែកក្កដាឆ្នាំ2026ការសាងសង់កំពុងដំណើរការទៅមុខយ៉ាងរលូនប្រកបដោយសុវត្ថិភាពនិងស្របតាមផែនការដែលបានកំណត់គ្រប់ដំណាក់កាលនៃការសាងសង់ត្រូវបានអនុវត្តដោយយកចិត្តទុកដាក់យ៉ាងហ្មត់ចត់លើការគ្រប់គ្រងគុណភាពជាក់លាក់ផ្នែកវិស្វកម្មនិងការអនុវត្តតាមស្តង់ដារសំណង់ជប៉ុនដែលទទួលស្គាល់ជាអន្តរជាតិចាប់ពីការសាងសង់គ្រោងអគាររហូតដល់ការប្រើប្រាស់បច្ចេកវិទ្យាសំណង់ទំនើបក្រុមការងារនៅតែបន្តបដិញ្ញាចិត្តក្នុងការអភិវឌ្ឍគម្រោងលំដាប់ពិភពលោកដែលនឹងក្លាយជាស្នាដៃស្ថាបត្យកម្មដ៏លេចធ្លោនិងផ្លាស់ប្ដូរខ្សែបន្ទាត់អគារខ្ពស់របស់រាជធានីភ្នំពេញនាពេលអនាគតសូមបន្តតាមដានបច្ចុប្បន្នភាពវឌ្ឍនភាពសំណង់ប្រចាំខែនិងរួមធ្វើជាសាក្សីនៃដំណើរដ៏អស្ចារ្យរបស់ J Tower 3 ដែលកំពុងបន្តលេចរូបរាងកាន់តែខ្ពស់និងស្រស់ស្អាតពីមួយខែទៅមួយខែកុំភ្លេចចុច Like Share និង Follow ដើម្បីទទួលបានព័ត៌មាននិងបច្ចុប្បន្នភាពថ្មីៗអំពីគម្រោងអភិវឌ្ឍន៍ដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៅកម្ពុជាសូមអរគុណសម្រាប់ការទស្សនា